ចាសួស្តីថ្ងៃនេះយើងចូលដល់អប់រំសុខភាពដដែលនិយាយអំពីសុខភាពបន្តពូជវិញម្ដងចានឹងអញ្ចឹងនៅក្នុងមេរៀនទី2យើងនិយាយអំពីសរីរាង្គភេទអញ្ចឹងសរីរាង្គភេទយើងដឹងហើយថាមនុស្សយើងខុសប្លែកគ្នារវាងភេទពីរហ្នឹងគឺអាស្រ័យទៅលើសរីរាង្គភេទរបស់យើងនឹងតែម្ដងអញ្ចឹងសរីរាង្គភេទរបស់យើងចែកចេញជាផ្នែកខាងក្នុងនិងផ្នែកខាងក្រៅអញ្ចឹងសរីរាង្គភេទគឺជាប្រព័ន្ធបន្តពូជដែលមានតួនាទីក្នុងការបង្កកំណើតអញ្ចឹងសរីរាង្គភេទចែកចេញជាសរីរាង្គភេទប្រុសដែលយើងហៅថាបុប្លិង្គសរីរាង្គស្រីយើងហៅថាឥដ្ឋិលិង្គប៉ុន្តែមានទារកខ្លះកើតមកក៏មានលក្ខណៈមិនច្បាស់លាស់ដែលយើងហៅថាអន្តរភេទណពុំសកលឹងចាអញ្ចឹងមានន័យថាគាត់អត់ច្បាស់អញ្ចឹងចូលចំណុចទី1យើងនិយាយអំពីសរីរាង្គភេទបុរសចាអញ្ចឹងយើងសង្កេតទៅឃើញលើរូបភាពហើយចាយើងមានផ្នែកខាងក្រៅនេះគឺជារូបភាពផ្នែកខាងក្រៅចាឥឡូវយើងចូលដល់ខ្លឹមសារសំខាន់នៅក្នុងសរីរាង្គភេទបុរសផ្នែកខាងក្រៅចាអញ្ចឹងសរីរាង្គភេទបុរសខាងក្រៅហ្នឹងមានច្រើនផ្នែកផងដែរចាអញ្ចឹងយើងចូលដល់ពាក្យថាលឹងគឺជាសាច់ដុំស្ពោតដែលឡើងរឹងនៅពេលដែលមានចរន្តឈាមបាញ់ទៅបំពង់សាច់ដុំស្ពោតនោះអញ្ចឹងនៅពេលដែលមានការប៉ះពាល់ឬក៏មានជំងឺផ្លូវភេទដែលយើងហៅថាលឹងឡើងរឹងចាអញ្ចឹងនៅពេលខ្លះក៏វាមិនខ្លះក៏យើងឃើញថាពេលយើងឈឺនោមហ្នឹងក៏មានការរឹងផងដែរចាអញ្ចឹងពងស្វាស់គឺជាសរីរាង្គសុទ្ធ2គ្រាប់ដែលនៅផ្នែកខាងក្រោមលឹងមានតួនាទីផលិតទឹកស្ពាម៉ាតូស៊ីអ៊ីតនិងអរម៉ូនភេទបរិសុទ្ធចាអញ្ចឹងឯចំណែកពងស្វាស់នឹងផងដែរគឺវាសម្រាប់ទ្រនិងស្រោបពងស្វាស់សនិងជួយទ្រទ្រង់ការផលិតនៃមេជីវិតឈ្មោលអញ្ចឹងនៅក្នុងផ្នែកខាងក្រៅរបស់សរីរាង្គបន្តពូជបរិសុទ្ធហ្នឹងយើងមានតែ2ទេទី1គឺលឹងទី2គឺពងស្វាស់ចាអញ្ចឹងយើងចូលដល់ចំណុចទី2សរីរាង្គភេទផ្នែកខាងក្នុងរបស់បុរសអញ្ចឹងយើងឃើញថានៅក្នុងនេះមានភាពស្មុគស្មាញច្រើនចាយើងមើលរូបភាពយើងឃើញថាមានផ្លោកនោមចាមានបំពង់បង្ហូរមេជីវិតឈ្មោលបង្ហូរនោមលឹងចាពងស្រោមពងស្វាស់ថង់ទឹកកាមចាអញ្ចឹងនៅក្នុងនេះគឺមានតែមួយទេសម្រាប់មនុស្សប្រុសចាបង្ហូរនោមហើយនឹងបង្ហូរទឹកមេជីវិតឈ្មោលហ្នឹងគឺវាចេញមកពីបំពង់តែមួយតែប៉ុណ្ណោះឥឡូវយើងចូលដល់ចំណុចទី2និយាយអំពីសរីរាង្គភេទរបស់ស្ត្រីអញ្ចឹងចំណុចទី2ក្នុងចំណុចទី2នៃចំណុចទី1ក្នុងចំណុចទី2ដល់ផងណាយើងនិយាយអំពីសរីរាង្គភេទស្ត្រីផ្នែកខាងក្រៅអញ្ចឹងយើងឃើញមានច្រើនផ្នែកជាងបុរសចាយើងឃើញមានទងឆ្លាញ់ក្រពេញស្កេនរនោមបាគូលីនសន្ទះព្រហ្មចារីចាបបោធំបបោតូចទ្វារមាសបើកចាអញ្ចឹងអាហ្នឹងគឺជាផ្នែកនៃខាងក្រៅនៃប្រដាប់បន្តពូជរបស់ស្ត្រីអញ្ចឹងជាបន្តយើងនិយាយអំពីតួនាទីថាមានមុខងារអីខ្លះអញ្ចឹងយើងឃើញថាយូនីជាបរិវេណដែលមានដុះរោមនិងមានភាពសម្រើបទ្វារវានៅខាងក្រោមរនោមមានរន្ធមួយទួយបញ្ចេញទឹករំអិលឈាមរដូវនិងផ្លូវបង្កើតកូនចាបបោធំបបោក្រៅហ្នឹងមានតួនាទីគ្របនិងការពារផ្នែកខាងក្នុងរបស់ទ្វារមាសបបោតូចឬបបោខាងក្នុងហ្នឹងមិនសូវមានរោមទេវាគ្របលើរន្ធទ្វារមាសនិងមានមុខងារធ្វើឲ្យអារម្មណ៍សម្រើបនៅពេលដែលមានការប៉ះពាល់ផ្ទាល់ជាមួយនឹងដៃគូរួមភេទចាអញ្ចឹងជាបន្តទៀតយើងឃើញមានពាក្យថាឆ្លាញ់ឬក៏យើងហៅថាសេហ្នឹងមានទំហំប៉ុនក្របសណ្ដែកនៅលើរនោមហើយនៅគៀបជាប់នឹងបបោតូចផ្នែកខាងលើឆ្លាញ់ជាសរីរាង្គមានរំញោចដែលផ្ដល់ភាពសុខស្រួលនៃផ្លូវភេទចាបន្តមកទៀតយើងឃើញមានថារនោមគឺជារន្ធមួយនៅខាងក្រោមឆ្លាញ់នៅខាងលើរន្ធទ្វារមាសរបស់ស្ត្រីវាមានមុខងារបញ្ចេញទឹកនោមតែមួយមុខចាអញ្ចឹងឥឡូវយើងចូលដល់ចំណុចទី2សរីរាង្គភេទស្ត្រីផ្នែកខាងក្នុងអញ្ចឹងយើងឃើញថាផ្នែកខាងក្នុងរបស់យើងហ្នឹងយើងឃើញមានសភាពច្រើនដោយបរិសុទ្ធដែរចាយើងឃើញដៃពីរខាងនេះហ្នឹងគេឲ្យឈ្មោះថាកន្សោមពងអញ្ចឹងមាន2ចាមានដៃស្បូនប្រម៉ោយដៃស្បូនមាត់ស្បូនទ្វារមាសចាអញ្ចឹងសរីរាង្គភេទរបស់ស្ត្រីនៅផ្នែកខាងក្នុងហ្នឹងទ្វារមាសមានផ្នែកខាងក្នុងដែលយើងហៅថាមាត់ស្បូននិងដៃស្បូនក្រពេញអូវែមានចំនួន2សងខាងឆ្វេងស្ដាំសម្រាប់បង្កើតនៃជីវិតញីនិងបង្កើតអរម៉ូនស្ត្រីដូចជាអូស្តូហ្សែននិងប្រូ progrester
testosterone សន្ទះព្រហ្មចារីយ៍ស្ថិតនៅជម្រៅ1 ទៅ 2 សង់ទីម៉ែត្រនៃទ្វារមាសវាមានរូបរាងទំហំពណ៌សន្តានក្រមៅខុសគ្នាពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតវាជាសន្ទះមានជាលិកាភ្នាសយឺតមិនងាយដាច់រហែកមានពណ៌ផ្កាឈូកស្រាលថ្លាប៉ុន្តែប្រសិនបើវាក្រាស់វាមានពណ៌ស្លេកឬពណ៌ក្រមៅចាអញ្ចឹងចូលដល់ចំណុចទី2.1 ប្រដាប់ភេទមិនចំប្រុសមានន័យថាវាអត់ច្បាស់លាស់ចាអញ្ចឹងភាពដែលអត់ច្បាស់លាស់ហ្នឹងយើងឲ្យឈ្មោះថាអន្តរភេទឬក៏ណពុំសកលឹងជាអង្គជាតិភេទខាងក្រៅក្រូម៉ូសូមភេទមានលក្ខណៈទាំងពីរដែលមិនមែនជាប្រុសឬក៏ជាស្ត្រីសុក្សាទេចាយើងឃើញមានហ្នឹងដូចខ្លះដូចវាអត់មានលឹងហើយក៏វាអត់មានយើងហៅថាទ្វារមាសចាអញ្ចឹងវាអត់ច្បាស់លាស់អីបន្តិចទេដូចគ្នាចាអញ្ចឹងបើយើងសង្កេតថាយើងមានធ្វើអនាម័យបានល្អហើយប៉ុន្តែវាលក្ខណៈទៅថាអារម្មណ៍យើងមិនស្រួលឬក៏មានបញ្ហាទៅលើប្រដាប់ភេទហ្នឹងយើងគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេសជាបន្តចាអញ្ចឹងមេរៀនហ្នឹងយើងឃើញមានមេរៀនសង្ខេបអញ្ចឹងដោយសារមេរៀនសង្ខេបវែងអញ្ចឹងអ្នកគ្រូអត់បានអានឲ្យស្ដាប់ទេកូនអានទាំងអស់គ្នានៅទំព័រហ្នឹងតែម្ដងហើយបន្ទាប់ពីកូនធ្វើហើយកូនព្យាយាមធ្វើលំហាត់នៅខាងក្រោមនេះឲ្យបានល្អដើម្បីផ្ទៀងផ្ទាត់ថាតើយើងរៀនមេរៀននេះបានជោគជ័យដែរឬទេក្នុងករណីកូនអត់ច្បាស់កូនត្រូវតែមើលមេរៀនលម្អិតឡើងវិញនៅតាំងពីទំព័រដំបូងនៃមេរៀនរបស់យើងផងដែរចាអញ្ចឹងយើងគ្រាន់តែដឹងថាមេរៀននេះគឺផ្ដោតសំខាន់ទៅលើសរីរាង្គភេទតែប៉ុណ្ណោះ